ដែលដាំខ្លួនឯងចូលចិត្ត1000គុំបាទតែយើងដាំបន្តចឹងរហូតហើយប្រមូលទិញពីគេចូល50-60គ្រួសារបងបាទMG រាប់លាននៃស្នាមញញឹមទុនដូចមាត់អូនខ្ញុំឈ្មោះតុលានៅភូមិភ្នំរីឃុំតតោកស្រុកសំឡូតខេត្តបាត់ដំបងហើយរាល់ថ្ងៃហ្នឹងប្រកបបរដាំចេកហើយតំណាំផ្សេងៗនេះប៉ុន្តែពិសេសគឺចេកហ្មងគាត់គង់ទៅក្រុមហ៊ុន MLH ជាការចូលចិត្ត10ហាត់ដែរបាទហើយយើងដាំមូលផលមុនខ្លះហើយមូលដែលដាំបន្តទៀតហើយយើងប្រមូលទិញនៅក្នុងភូមិនឹងខ្លះដែលដាំខ្លួនឯងចូលចិត្ត1000គុំបាទតែយើងដាំបន្តចឹងរហូតហើយប្រមូលទិញពីគេចូល50-60គ្រួសារបងបាទគាត់ដាំប្រហែលជាម្នាក់100-200គុំចឹងបងបាទបើគាត់ជាហិកតាច្រើនហិកតាដែរបងបាទគាត់សប្បាយរីករាយដែរបងដោយសារយើងទីច្រើនយើងទិញតំបន់នៅហ្នឹងយើងអ្នកទិញនៅហ្នឹងស្រាច់អញ្ចឹងគាត់នៅក្បែរផ្ទះអញ្ចឹងគាត់មានតែ1ស្ទង2ស្ទងក៏គាត់លក់បានលុយខ្លះគាត់ទិញម្ហូបដែរហ្នឹងតាមតិចតាមច្រើនបងបាទអ្នកច្រើនអញ្ចឹងចន្លោះយ៉ាងទៀតក៏គាត់បាន30-40ម៉ឺនដែរបងក្នុងមួយខែគាត់កាប់ហ្នឹងដាំតិចបើច្រើនគាត់តែកាប់ម្ដងហ្នឹង30-40ម៉ឺនបាទក្នុងម្នាក់បើគាត់ដាំច្រើនហ្នឹងបងបាទមួយខែប្រមូលទៅគ្រប់គ្រងទៅក្រុមហ៊ុនចូលយើងគិតថាមួយជើងដឹកជាងទៀត500ស្និតមួយខែចូលទៅ5000ស្និតចូលទៅផ្សារខ្លះដែរបងទៅផ្សារប្រហែល30ទៅក្រុមហ៊ុនប្រហែល70%ទៅក្រុមហ៊ុនច្រើនជាងបាទបើយើងបោះទៅវិញអាចបាន1000ជាងបាទវាតាមតូចតាមធំបាទហើយក្នុងមួយខែយើងអ្នករកក្បាលកាក់ចំណេញតិចតួចណាស់បងបាទដោយសារតែយើងដូចជួយស្រុកភូមិមួយដែរអញ្ចឹងបងបាទក្រុមហ៊ុនក៏ជួយមកយើងជួយបន្តគ្នាដែរទិញប្រមូលពីគាត់មកយើងយកទៅបោះឲ្យគាត់ទៅក្រុមហ៊ុនបន្តអញ្ចឹងតម្លៃគ្រាន់តែចេកបងបាទវាងាយដាំហើយយើងប្រមូលផលទៅវាអត់សូវចុះដើមហើយយើងវាគ្រាន់បានដែរតម្លៃវាអត់ខាតទេគាត់ថាវាចំណេញតិចច្រើនដោយសារយើងការថែទាំយើងព្យាយាមថែទាំវាទៅបាទឲ្យបានស្អាតឲ្យមានស្មៅលះដើមតែដើមវាខ្លះទៅហ្នឹងវាអត់អីទេបើតែយើងដាំចោលហ្នឹងវាខានវាឡដែរបងវាតាមហាងឆេងអញ្ចឹងបងបាទបើយើងជន់ទៅវាឡើងធ្លាក់តិចទៅតែបើយើងខែប្រាំងខ្សត់វាឡើងក្រាន់ដែរហើយវាងាយស្រួលដាំទៅចេកវាអត់ប្រើជីប្រើថ្នាំអីទេ